ស្ដីនៅទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្ដែងរឿងរបស់ខ្ញុំដោយនៅក្នុងថ្ងៃនេះគឺយើងនឹងមកទស្សនាពីខ្សែភាពយន្តមួយដែលនិយាយអំពីរឿងដ៏រន្ធត់របស់គ្រួសារមួយដែលពួកគេនៅសុខក៏ស្រាប់តែរើផ្ទះមកនៅចំផ្ទះមានវិញ្ញាណថាតើនៅក្នុងសាច់រឿងនេះនឹងមានរឿងអ្វីកើតឡើងចំពោះក្រុមគ្រួសារមួយចង់ដឹងកាន់តែច្បាស់កុំភ្លេចទស្សនាវីដេអូនេះដល់ចប់ទាំងអស់គ្នានៅទស្សនាវីដេអូមួយនេះខ្ញុំសូមសំណូមពរអ្នកទាំងអស់គ្នាជួយចុច like subscribe សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីតាមនៃសាច់រឿងគឺយើងឃើញថាមានរថយន្តមួយដោយនៅក្នុងរថយន្តនោះគឺមានក្រុមគ្រួសារមួយដែលមានសមាជិកចំនួន3នាក់ដោយពួកគេគឺកំពុងតែធ្វើដំណើរស្វែងរកនៅផ្ទះដែលពួកគេបានទិញនៅតាមខេត្តមួយកន្លែងដោយគ្រួសារមួយនេះគឺមិនបានដឹងអំពីប្រវត្តិនៃផ្ទះមួយនេះឡើយមិនដឹងថាផ្ទះនេះគឺមានប្រវត្តិបែបណាទេពីមុនមកដោយគ្រួសារមួយនេះគឺបានធ្វើការទិញផ្ទះមួយនេះនៅក្នុងតម្លៃសមរម្យតែប៉ុណ្ណោះហើយពួកគេគឺមិនបានដឹងទេថាផ្ទះមួយនេះគឺជាផ្ទះដែលមានវិញ្ញាណសន្ធិដ្ឋឥឡូវនេះពួកគេគឺស្ថិតនៅចំពីមុខផ្ទះដែលពួកគេត្រូវស្នាក់នៅហើយនៅពេលនោះបុរសដែលជាប្តីគឺបានមើលទៅលើGoogle Mapថាតើកន្លែងនេះគឺជាកន្លែងដែលគាត់ទិញផ្ទះនោះមែនទេហើយបុរសនោះក៏បានចូលទៅមើលទៅក្នុងផ្ទះនោះបន្តិចថាតើសភាពនៅក្នុងផ្ទះនោះគឺមានលក្ខណៈបែបណាដែរនៅពេលដែលបុរសដែលជាមេគ្រួសារបានមើលជុំវិញផ្ទះហើយគាត់បាននិយាយថាផ្ទះនេះគឺមានសភាពនៅល្អស្អាតនោះទេប៉ុន្តែហេតុអ្វីក៏ម្ចាស់ផ្ទះគេលក់ឲ្យគាត់នៅក្នុងតម្លៃមួយថោកបែបនេះទៅវិញប៉ុន្តែបើសិនបើយើងមើលទៅលើសភាពផ្ទះវិញគឺឃើញថាសុទ្ធតែជាព្រៃនិងមានផ្សែងអាប់អួរពេញនឹងតែម្ដងដែលមើលទៅគឺគួរឲ្យខ្លាចខ្លាំងណាស់នៅពេលនោះដែរបុរសដែលជាមេគ្រួសារគឺបានតាក់ទងទៅម្ចាស់ផ្ទះគេភ្លាមតែម្ដងថាតើផ្ទះដែលគាត់កំពុងតែមើលនេះគឺជាផ្ទះដែលគាត់ត្រូវមករស់នៅមែនទេនៅពេលនោះគឺបុរសម្ចាស់ផ្ទះគឺបានបញ្ជាក់ថានេះគឺជាផ្ទះដែលគាត់ត្រូវមករស់នៅហើយគាត់អាចមករស់នៅបាននៅក្នុងថ្ងៃនេះក៏បានឬក៏ស្អែកក៏បានដែរតាមចិត្តរបស់គាត់នៅពេលនេះបុរសដែលជាប្តីគឺបាននិយាយថាខ្ញុំនឹងចូលមករស់នៅក្នុងផ្ទះនេះនៅថ្ងៃនេះតែម្ដងនឹងសម្អាតវាដើម្បីមករស់នៅក្នុងថ្ងៃនេះតែម្ដងម្ចាស់ផ្ទះគេក៏បាននិយាយថាអ្នកអាចមករស់នៅថ្ងៃនេះក៏បានដែរដោយគ្រាន់តែអ្នកបង់ប្រាក់តាមរយៈព្យួរកោដែលខ្ញុំផ្ញើទៅនេះក៏បានដែរមិនបាច់ឲ្យខ្ញុំទៅយកដល់កន្លែងទេពេលនោះបុរសដែលជាប្តីក៏បាននិយាយជាមួយនឹងប្រពន្ធគេថាគេនឹងចូលរស់នៅក្នុងផ្ទះនេះនៅថ្ងៃនេះហើយដូច្នេះពួកគេទាំងអស់គ្នាគឺត្រូវតែនាំគ្នាសម្អាតផ្ទះនេះដើម្បីចូលរស់នៅក្នុងថ្ងៃនេះតែម្ដងហើយនៅពេលនោះបុរសមេនោះក៏បានចូលទៅក្នុងផ្ទះដើម្បីមើលទៅដល់ក្នុងផ្ទះតែម្ដងថាតើផ្ទះនេះគឺវាមានសភាពបែបណាទៅវិញនៅពេលដែលគ្រួសារមួយនេះគឺបានមើលនៅជុំវិញផ្ទះនៅលើផ្ទះក្រោមផ្ទះអីហើយពួកគេគឺបាននិយាយថានៅក្នុងផ្ទះនេះគឺមានលក្ខណៈនៅស្រស់ស្អាតទាំងអស់តែម្ដងហើយពួកគេក៏បានឆ្ងល់ដែរថាតើហេតុអ្វីបានជាម្ចាស់ផ្ទះគេលក់ផ្ទះមួយនេះក្នុងតម្លៃគួរសមបែបនេះទៅវិញនៅពេលនោះបុរសដែលជាប្តីគឺបាននិយាយជាមួយប្រពន្ធគេថាយើងគួរតែសម្អាតផ្ទះនេះឲ្យលឿនទៅដើម្បីបានចាប់ចូលនៅនិងទិញអីវ៉ៃអវ៉ាន់ដាក់នៅក្នុងផ្ទះដើម្បីប្រើប្រាស់ផងដែរណាមួយពួកគេគឺមកដល់ទីនេះគឺមេឃល្ងាចទៅហើយដូច្នេះពួកគេត្រូវតែនាំគ្នារត់រះក្នុងការសម្អាតផ្ទះមួយនេះដើម្បីឆាប់បានចូលរស់នៅប៉ុន្តែម្នាក់ស្រីដែលជាប្រពន្ធគឺគាត់មានការងើយឆ្ងល់ខ្លាំងមែនទែនថាតើបុរសម្នាក់ដែលលក់ផ្ទះគាត់នេះគឺគាត់ហេតុអ្វីបានជាលក់ផ្ទះយើងថោកបែបនេះទៅវិញហើយនាងគឺបាននិយាយជាមួយនឹងប្តីនាងថានាងមានអារម្មណ៍មិនសូវល្អទេនៅពេលដែលនាងនិងគ្រួសាររបស់នាងរស់នៅផ្ទះមួយនេះនោះតែបុរសដែលជាប្តីគឺបានបដិសេធជាមួយនឹងប្រពន្ធគាត់ថាយើងគួរតែរស់នៅក្នុងផ្ទះនេះទៅដោយសារតែទីមួយនោះគឺតម្លៃធូរថ្លៃណាមួយពួកយើងគឺគ្មានកន្លែងរស់នៅទេដោយសារតែពួកគេគឺបានលក់ផ្ទះដែលពួកគេនៅសប្តាហ៍ថ្ងៃដើម្បីមករស់នៅក្នុងស្រុកមួយកន្លែងដែលពួកគេកំពុងតែជូតសម្អាតនេះហើយនៅពេលដែលពួកគេកំពុងតែសម្អាតផ្ទះនោះប្រពន្ធរបស់គេគឺបាននិយាយថាពួកយើងគួរតែសម្អាតផ្ទះឲ្យលឿនទៅបងដោយសារតែមេឃចិត្តល្ងាចហើយណាមួយពួកយើងគឺមិនទាន់បានហូបអីទាំងព្រឹកឯណោះដូច្នេះពួកយើងនៅពេលដែលសម្អាតហើយពួកយើងទៅផ្សារទៅទិញអីវ៉ៃអវ៉ាន់ដាក់ផ្ទះផងនិងទិញហូបមកហូបបាយអីផងចឹងណានៅពេលដែលពួកគេកំពុងតែសម្អាតផ្ទះស្រាប់តែក្មេងប្រុសដែលជាកូនរបស់ពួកគេដែលកំពុងតែអង្គុយនៅកន្លែងចន្ទានេះគឺគេកំពុងតែរអ៊ូថាតើពុកម្ដាយរបស់គេកាលរៀបចំផ្ទះនេះហើយពីព្រោះគេលើកំពុងតែឃ្លានខ្លាំងណាស់ប៉ុន្តែស្រាប់តែពេលនោះគេបានក្រឡេកភ្នែកទៅមើលនៅកន្លែងដាំឈើមួយក៏ស្រាប់តែក្មេងប្រុសម្នាក់នោះបានឃើញវិញ្ញាណខ្មោចនៅឈរគៀនដាំឈើនោះនៅពេលមួយនោះខ្មោចនឹងគឺចេញតែមួយផ្លែតទេដែលធ្វើឲ្យក្មេងប្រុសម្នាក់នោះមានភាពស្រពេចស្រពិលជាខ្លាំងថាតើខ្លួនឯងកំពុងតែស្រវាក់ភ្នែកឬបែបណាហើយក្មេងប្រុសម្នាក់នោះគឺបានស្រែកយ៉ាងខ្លាំងដើម្បីឲ្យឪពុកម្ដាយរបស់គេជួយប៉ុន្តែពេលនោះគឺគេបោកភ្នែកមើលវិញគឺ
ឃើញថាมันមានអ្វីនៅទីនោះនោះទេឆ្នេះធ្វើឲ្យក្មេងប្រុសណានោះមានអារម្មណ៍ថាទូស្បែកឡើងវិញអររយៈពេលមួយសន្ទុះក្រោយមកគ្រួសារមួយនេះក៏ធ្វើការសម្អាតផ្ទះមួយនេះហើយជាការស្រេចហើយនៅពេលដែលផ្ទះដែលពួកគេកំពុងសម្អាតនេះរៀបចំរួចរាល់មកតែគឺជាផ្ទះដែលថ្មីស្រឡាំងមួយពេលនោះបរិសុទ្ធជីប្តីគឺបានប្រាប់ប្រពន្ធគេថាតើពួកយើងគួរតែទៅផ្សារហើយពេលនេះលោកអើយអូនតោះយើងរកទៅផ្សារទៅទីអ្វីៗអូនអូយបងកំសម្បត្តិទៅឲ្យបាត់មិញសម្រាប់សិនទៅចាំមកសិនទៅចាំទៅបាត់ហត់សិនទៅខ្ញុំមិនទាន់បានឲ្យស្រុករបស់ផងនេះអូយបងទាំងគួយដល់យកក្រែសិនទៅអូយយើងស្មាក់ផ្លែសិនចាំតិចទៀតខ្ញុំទៅផ្សារជាមួយគ្នានាំកូននឹងអីទៅទិញអីហូបផងព្រោះមកទៅកូននេះដូចជាឃ្លានហើយអូយមិនដែរអូនបន្ទាប់ពីយើងសម្អាតផ្ទះរួចហើយអូនមានអត់ផ្ទះថ្មីស្អាតហ្មងនេះក៏ប៉ុន្តែអូយបងជំអត់ចិត្តរឿងចាប់ផ្ទះគេសោះជួលផ្ទះយើងឡើងថោកហ្មងអូយមិនមែនអូណាបងនិយាយថាជាសំណាងរបស់យើងហើយយើងអាចរកផ្ទះជួលបានថ្លៃធូរថ្លៃហើយមកទៅផ្ទះមានសុខភាពទៀតអូនឹងឯងឡើងកំណើយូរអីហត់ទៅផ្សារទៅអីជុំគ្នាទៅឡងមេឃវាឡើងចឹងណាហើយឲ្យរៀបចំលើផ្ទះលើអីជិញផងនោះអត់មានកន្លែងគេទេណាចាបងតើអូននៅមួយទៅផ្សារមិនវានឹងនិយាយដែរហើយខ្លាចទៅវាមកញញយុបចឹងណាចាបងចាអូនហៅអូនសិនណាមកកូនទៅផ្សារមួយម៉ែអត់មកបាទម៉ែបាទទៅម៉ែតើឡើយយើងមកទៅផ្សារមកណាតើគេនេះនៅពេលដែលយើងរៀបចំឲ្យគឺវាទៅស្អាតគួរចង់រស់នៅមែនអូនអើយអូយបងនឹងស្មាត់អ្នកចាប់តែគេនេះចិត្តអត់ដល់ថ្នាក់នេះសោះនឹងបងនៅមេឃដូចជាយប់ហើយយើងចូលគេមកទៅសើតែស្អីនេះយើងត្រូវមានភារកិច្ចមានការងារអញ្ចឹងយើងដែលយកកម្លាំងដើម្បីធ្វើការស្អីទេបងពួកឯងរហ័សណាស់ហ៊ានមកនៅផ្ទះរបស់យើងមើលយើងនឹងធ្វើបាបពួកឯងទាំងអស់គ្នា